អូយវ៉ែនហេតុអីក៏ឯងយកកំបិតមកចាក់ភ្នែកយើងដូចនេះមកពីឯងឆេះបាយយើងក្រែងមុនមកយើងប្រាប់រួចហើយថាយើងមានតែខ្លួនមិនមានស្បៀងត្រៀមអីទេហើយឯងក៏បានទទួលថាជាអ្នកត្រៀមគ្រប់យ៉ាងទេវតាអើយជួយខ្ញុំផងទេវតាអើយជួយខ្ញុំផងប៉ងមិនដឹងថាក្រងក្បាលអ្នកណាទេអណ្ដើងមកចិត្តផ្ទះយើងហើយអាចនិយាយបានទៀតពិតជាចម្លែកណាស់យីអីក៏ចម្លែកយ៉ាងនេះរឿងអំណាចនៃសេចក្តីលោភរឿងដំណាលពីបរិសពីរនាក់ជាអ្នករស់នៅក្នុងភូមិជាមួយគ្នានាយវ៉ែនកំពុងអុកឡុកនៅក្នុងផ្សារចៃដន្យនាយសំដើរទៅស្រែក៏ប្រទះឃើញអេនាយវ៉ែនឯងធ្វើស្អីនឹងហេតុអីក៏ទៅរករឿងគេឯងអញ្ចឹងធ្វើបែបនេះមិនត្រឹមត្រូវទេឯងទៅបំផ្លាញរបស់គាត់បែបនេះតើឲ្យគាត់លក់អីឯងក៏មកចេះយើងមិនបានរករឿងឯងណាពួកនេះវានិយាយមិនចូលទៅជាយើងថាយើងមិនល្អយ៉ាងនេះយ៉ាងនោះមិនឲ្យយើងក្តៅក្រហាយរករឿងយ៉ាងម៉េចចុះពាក្យដែលឯងនិយាយពិតឬអត់ចុះវ៉ែនក្នុងនាមយើងជាមិត្តនឹងគ្នាឈប់ធ្វើទង្វើមិនសមរម្យបែបនេះទៀតទៅវាមិនល្អចំពោះឯងនោះទេឯងក៏មកចេះចង់ទៅណាក៏ទៅយើងមិនអាចឈរមើលឯងធ្វើបាបមនុស្សដែលមិនអាចតតាំងបានបែបនេះទេបើឯងមិនឈប់យើងក៏មិនទៅណាដែរណាស់ហើយអាសំយើងមិនចង់មានរឿងជាមួយឯងទេថ្ងៃណាមួយគង់តែមានថ្ងៃឯងវិញម្ដងទេនាយវ៉ែនក៏ចាកចេញទៅដោយមានភ្លើងគំនុំនៅក្នុងខ្លួនពេញណែនហាអ្នកណាមកធ្វើអីនៅរោងបន្លែខ្ញុំខ្ទេចខ្ទីអស់លីងឧស្សាហ៍ថែទាំទាំងព្រឹកទាំងថ្ងៃផងហើយអ្នកណាគេអីក៏ចិត្តអាក្រក់ម្លេះគេខ្ញុំយាយតើយាយចង់យ៉ាងម៉េចគ្រាន់តែរោងបន្លែបន្តិចនឹងចង់ប្តឹងខ្ញុំហ៎អញមិនប្តឹងឯងទេវាមិនធំដុំស្អីនោះទេតែថាសាច់ការអីដែលឯងមកបំផ្លាញទ្រព្យរបស់យើងទោះវាគ្រាន់តែជាបន្លែបន្តិចបន្តួចតែក៏ជាការខិតខំប្រឹងប្រែងដាំរបស់យើងឯងមានសិទ្ធិអីក៏មកបំផ្លាញយ៉ាងដូចនេះហេតុផលរបស់ខ្ញុំគឺចង់បំផ្លាញណាយាយចាស់ហើយរឿងប៉ុណ្ណឹងកុំទៅប្រកាន់ច្រើនអីនាំតែរស់មិនបានយូរទេនិយាយហើយក៏ដើរចេញទៅបាត់យីអាក្មេងនេះមិនស្គាល់ចាស់ទុំសោះងាប់មុនអាយុមិនខានទេឯងបន្ទាប់មកនាយសំក៏បានត្រឡប់មកពីស្រែវិញជំរាបសួរលោកយាយចៅត្រឡប់មកវិញហើយតើលោកយាយពិសាបាយពិសាទឹកហើយនៅទេយាយចាំហូបជាមួយនឹងឯងដែរនឹងណាតើអ្នកណាធ្វើអីរោងបន្លែនឹងលោកយាយហេតុអីក៏ខ្ទេចខ្ទីអស់អញ្ចឹងនេះកុំប្រាប់ថាជានាយវ៉ែនណាគឺវានឹងហើយមានអ្នកណាទៀតពីព្រឹកមិញវាទៅអុកឡុកពេញផ្សារមួយថ្ងៃគ្មានឃើញធ្វើអីទេគិតតែពីដើររករឿងមនុស្សម្នាឥតឈប់ឈរនិយាយអប់រំវាយ៉ាងម៉េចក៏មិនស្ដាប់កុំទៅខ្វល់ពីវាមនុស្សវាគេលែងនិយាយហើយនៅឲ្យឆ្ងាយពីវាគឺបានសុខហើយតោះទៅលុបមុខលុបមាត់ចេញអាចទៅរកបាយទឹកយាយឃ្លានហើយលុះប៉ុន្មានថ្ងៃក្រោយមកស្រាប់តែនាយវ៉ែនមករកនាយសំអាសម្លាញ់សំយើងមានការងារល្អមួយយើងឮគេនិយាយថានៅទឹកស្រះក្នុងព្រៃនោះសម្បូរត្រីច្រើនណាស់តើឯងចាប់អារម្មណ៍ទៅរកជាគ្នានឹងយើងដែរទេតែមួយថ្ងៃមកវិញហើយរកបានត្រីច្រើនយកមកលក់ក៏បានប្រាក់ច្រើនដែរណាវើយអញ្ចឹងចាំមើលសិនចុះឯងចង់ទៅពេលណាដែរតែយើងគ្មានស្បៀងគ្មានឧបករណ៍រកត្រីទេមិនអីទេរឿងទាំងអស់នេះទុកចិត្តយើងចុះចាំយើងជាអ្នករៀបចំឲ្យអញ្ចឹងចាំស្អែកយើងមកយកឯងនៅផ្ទះណាលុះយប់ឡើង
លោកយាយចៅសុំទៅរកត្រីនៅក្នុងព្រៃជាមួយនាយវ៉ែននៅថ្ងៃស្អែកណាលោកយាយ យីដូចជាមិនចង់ឲ្យទៅសោះមិនទុកចិត្តអាក្មេងវ៉ែននឹងទេចរិតកោងកាចចលឹះបើមិនសមណានៅសុកមានកំណត់ចង់ទៅរកត្រីសោះតែបើចៅចង់ទៅហើយយីក៏មិនខាត់ដែរថែរក្សាខ្លួនផងណាចៅណា លុះស្អែកព្រឹកនេះសមអើយមេឃចិត្តភ្លឺហើយឆាប់ឡើងលោកយាយចៅទៅសិនហើយល្ងាចបន្តិចចៅនឹងត្រឡប់មកវិញ ថែរក្សាខ្លួនផងណាចៅ ទៅដល់ក្នុងព្រៃគេក៏សម្រាកហូបបាយក្រោយមកនាយវ៉ែនស្រាប់តែយកកំបិតចាក់ភ្នែករបស់នាយសំអូយវ៉ែនហេតុអីក៏ឯងយកកំបិតមកចាក់ភ្នែកយើងដូច្នេះមកពីឯងឆេះបាយយើងក្រែងមុនមកយើងប្រាប់រួចហើយថាយើងមានតែខ្លួនមិនមានស្បៀងត្រៀមអីទេហើយឯងក៏បានទទួលថាជាអ្នកត្រៀមគ្រប់យ៉ាងឲ្យយើងមកតែខ្លួនគឺបានហើយវ៉ែនយល់ដល់យើងជាមិត្តនឹងគ្នាសូមឯងទុកជីវិតឲ្យយើងផងទៅយើងមិនទាន់ចង់ស្លាប់ទេយើងនៅមានលោកយាយដែលត្រូវមើលថែបើអត់ពីយើងទៅតែគាត់អាចរស់នៅដូចម្ដេចយើងសូមវល់ទុកជីវិតឲ្យយើងផងទៅណាកុំសង្ឃឹមអាសំឯងនេះរស់នៅកាត់មុខកាត់មាត់យើងណាអ្នកណាក៏កោតសរសើរឯងដែរស្លាប់ឲ្យបាត់ទៅកុំនៅទេស្ទាល់ដល់យើងអីនិយាយរួចគេក៏បានបោះនាយសំចូលទៅក្នុងទឹកធ្វើជាចំណីត្រីទៅឯងរួចក៏ត្រឡប់ចូលភូមិវិញអាវ៉ែនឯណាចៅយើងខ្ញុំមិនដឹងទេដើរជាមួយគ្នាសុកស្រាប់តែបាត់វាសង្ស័យវារត់ចោលយាយបាត់ទីដឹងនេះឯងនិយាយឲ្យស្រួលបួនតិចតើបានទេទៅជាមួយគ្នាហេតុអីក៏មិនដឹងថាចៅយើងទៅឯណាឯងនេះធ្វើអីចៅយើងឬប្រាប់យើងភ្លាមមកអូយខ្ញុំមិនដឹងទេគ្រាន់តែបាត់ចៅសោះធ្វើដូចមានរឿងអីធំណាស់អញ្ចឹងខ្ញុំទៅផ្ទះខ្ញុំវិញហើយតែវាចង់មកផ្ទះវិញវាមកហើយនិយាយពីនាយសំបរោះកំសត់យើងវិញហូរតាមខ្សែទឹកយ៉ាងគួរឲ្យស្រណោះជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងទេវតាអើយអាណិតខ្ញុំផងជួយឲ្យខ្ញុំមានជីវិតរស់បានទេខ្ញុំពិតជាមិនអាចស្លាប់បានឡើយបើខ្ញុំស្លាប់តើអ្នកណានឹងមើលថែលោកយាយរបស់ខ្ញុំថ្ងៃនេះសំណាងម្លេះមានចំណីធំល្អទៀតនេះបានហូបពេញមាត់ឆ្អែតហើយយើងថ្ងៃនេះអូបងត្រីសូមកុំហូបខ្ញុំអីសូមទុកជីវិតឲ្យខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេជួយខ្ញុំផងណាបងត្រីនេះផ្នែកខ្វាក់ទៀតបថោនេះទៅជួបរឿងរ៉ាវអីមកពីណាហ្នឹងគួរអាណិតណាយកតាឲ្យលោកគ្រូមើលវិញក្រោយមកត្រីមាសក៏បាននាំយកនាយសំទៅជួបគ្រូរបស់គេលោកគ្រូខ្ញុំជួបបរិះនេះនៅក្នុងទឹកគេក៏អាណិតណាស់ខ្វាក់ភ្នែកទាំងសងខាងទៀតថ្វាយបង្គំលោកតាខ្ញុំកណាឈ្មោះសំបន្ទាប់ពីស្ដាប់ចប់លោកគ្រូសែនអាណិតយ៉ាងខ្លាំងក៏បានប្រោសឲ្យនាយសំជាពីភ្នែកខ្វាក់មកមើលឃើញវិញចូលចៅយកថ្មដុំរៀងមូលនេះត្រឡប់ទៅផ្ទះឲ្យយាយចៅនិងត្រឡប់ទៅផ្ទះវិញចុះត្រឡប់ទៅមើលថែរក្សាយាយឲ្យបានល្អនិងធ្វើខ្លួនជាមនុស្សល្អបែបនេះបន្តទៀតណាថ្មដុំនេះនឹងជួយឲ្យចៅសុខសប្បាយពេញមួយជីវិតសមនឹងភាពកតញ្ញូនិងភាពស្លូតត្រង់របស់ចៅសូមអរគុណលោកគ្រូហើយដែលបានឲ្យជីវិតថ្មីមកចៅមិនដឹងរកអ្វីមកតបស្នងសងគុណលោកគ្រូទេចៅអរគុណណាស់អញ្ចឹងចៅលាទៅសិនហើយថ្មនេះ
មិនដឹងថាលោកយាយចាំផ្លូវនឹងព្រួយបារម្ភយ៉ាងណាទេអូពធោចៅទៅតែមកពីណាដឹងទេយាយបារម្ភពីចៅខ្លាំងប៉ុណ្ណាយាយស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយពេលដែលមិនឃើញចៅត្រឡប់មកជាមួយនឹងនីវ៉ែនវិញវាប្រាប់ថាចៅរត់ចោលយាយតែយាយមិនជឿទេនេះសំដោយមិនចង់ប្រាប់យាយពីការពិតដែលបានកើតឡើងក៏មិនបាននិយាយអ្វីដែរគេក៏បានហុចថ្មដុំរាងមូលនោះឲ្យលោកយាយរបស់គេនេះលោកយាយវត្ថុសំខាន់ដែលចៅរកមកផ្ញើគ្រាន់តែនិយាយចប់ស្រាប់តែមានហេតុចម្លែកកើតឡើងមានមាសមានប្រាក់មានផ្ទះធំស្កឹមស្កៃកើតឡើងនៅនឹងមុខយាយចៅទាំងពីរនាក់ភ្លាមលុះមួយរយៈក្រោយមកនេះអញរស់បានយ៉ាងម៉េចក្រែងពេលនោះយើងបានបោះអញចូលទៅក្នុងទឹកហើយតាហេតុអីក៏អញធ្វើបែបនេះដាក់យើងតើអញមិនយល់ភាពជាមិត្តរបស់យើងទេគឺអញស្ដាប់ការរៀបរាប់របស់យើងសិនពេលនឹងមិនដឹងជាមានអ្វីមកសន្ធិដ្ឋយើងទេស្រាប់តែបណ្ដាលឲ្យចិត្តយើងនេះទៅចាក់ភ្នែកឯងហើយក៏បោះឯងចូលទៅក្នុងទឹកគឺមិនមែនយើងជាអ្នកធ្វើទេគឺមានអ្នកបញ្ជាឲ្យយើងធ្វើយើងគ្មានចេតនាទេឯងជឿយើងទៅណាមិនអីទេយើងមិនប្រកាន់នឹងឯងទេយើងដឹងថាឯងមិនកាចសាហាវបែបនឹងឡើយនិយាយថាឯងធ្វើយ៉ាងម៉េចទើបអាចមានជីវិតមកវិញបានហើយជាភ្នែកថែមទាំងត្រឡប់មកវិញមានទ្រព្យសម្បត្តិច្រើនបែបនេះទៀតឯងអាចប្រាប់យើងបានទេតើឯងអាចជូនយើងទៅកន្លែងដែលយើងបោះឯងចូលទឹកម្ដងទៀតបានទេឯងមិនបាច់ត្រៀមអីទាំងអស់ចាំយើងជាអ្នករៀបចំឲ្យឯងគ្រាន់តែកំដរយើងទៅបានហើយលុះពេលទៅដល់កន្លែងនោះម្ដងទៀតឯងយកកំបិតនេះចាក់ភ្នែកយើងមកឯងឈួតទេយើងមិនធ្វើដូច្នេះទេណាចាក់យើងមកមិនអីទេយើងចង់មានបានដូចជាឯងចាក់យើងមកឯងមិនខុសទេយើងជាអ្នកឲ្យឯងចាក់តាបើមិនចាក់យើងទេយើងនឹងចាក់ឯងឆាប់ចាក់យើងមកឯងចាក់យើងហើយក៏បោះយើងចូលទៅក្នុងទឹកដោយការដែលយើងធ្វើដាក់ឯងកាលពីលើកមុនទេនេះសំក៏ធ្វើតាមការសុំរបស់នីវ៉ែនគេហូរទៅតាមទឹកហើយនិយាយថាទេវតាអើយជួយខ្ញុំផង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 និយាយរហូតគេខ្លាចជាសាកសពហើយក៏កើតជាគ្រោងឆ្អឹងអណ្ដែតទៅដល់ផ្ទះសេដ្ឋីមួយទេវតាអើយជួយខ្ញុំផងទេវតាអើយជួយខ្ញុំផងបងមិនដឹងថាក្រងក្បាលអ្នកណាទេអណ្ដើកមកចិត្តផ្ទះយើងហើយអាចនិយាយបានទៀតពិតជាចម្លែកណាស់យីអីក៏ចម្លែកយ៉ាងនេះបើយើងយកទៅភ្នាល់ជាមួយនឹងសេដ្ឋីផ្សេងទៀតក្នុងវាំងអាចនឹងឈ្នះព្រោះគ្មានអ្នកណាជឿទេថាលលាក្បាលមនុស្សអាចនិយាយបាននោះទេវតាអើយជួយខ្ញុំផងទេវតាអើយជួយខ្ញុំផងទេវតាអើយជួយខ្ញុំផងស្អែកឡើងលោកមន្ត្រីខ្ញុំមានលបែងភ្នាល់មួយមកភ្នាល់ជាមួយនឹងលោកមន្ត្រីព្រមទាំងលោកសេដ្ឋីទាំងអស់ខ្ញុំមានលលាក្បាលមួយអាចនិយាយបានខ្ញុំមិនជឿទេលលាក្បាលណាអាចចេះនិយាយនោះកុំមកចង់កុហកខ្ញុំបើមានមែនខ្ញុំឲ្យលោកសេដ្ឋីឯង10កាក់មាសតែបើនិយាយមិនកើតទេលោកសេដ្ឋីឯងត្រូវឲ្យខ្ញុំ10កាក់មាសវិញព្រមទេព្រមចាំតែមើលទៅលោកមន្ត្រីឯងត្រៀមឲ្យប្រាក់ខ្ញុំមកហើយទៅពេលយកលលាក្បាលនោះមកស្រាប់តែលលាក្បាលនាយវ៉ាន់នេះមិននិយាយអ្វីសោះយីអាលលាក្បាលចង្រៃនេះនៅផ្ទះយើងស្រែករហូត
ដល់យើងយកទៅភ្នាល់បែរជាមិននិយាយអីសោះឯងនេះទុកនាំតែចង្រៃផ្ទះយើងទេពួកអដែងយកអាឆ្អឹងលលាក្បាលនេះទៅបោះចោលតាមទឹកទៅយើងមិនចង់បានវាទេឆ្អឹងលលាក្បាលនេះវ៉ែនក៏ត្រូវបានបណ្ដែតក្នុងទឹកបន្តទៀតលុះដល់វត្តមួយទេវតាអើយជួយខ្ញុំផងទេវតាអើយគួរឲ្យអាណិតណាស់លលាក្បាលអ្នកណានេះឃើញហើយមិនជួយមិនកើតសោះអាត្មានឹងធ្វើបុណ្យឲ្យញោមណាសូមញោមទៅកាន់សុគតិភពចុះកុំលោភលន់នឹងទ្រព្យដែលមិនបានរកមកអីទោះយ៉ាងណាក៏វាមិនមែនជាទ្រព្យសម្បត្តិពិតរបស់យើងដែរចូលធ្វើអំពើល្អឲ្យបានច្រើនបុណ្យកុសលនឹងធ្វើឲ្យអ្នកជួបតែមនុស្សល្អនិងរឿងល្អៗទេវតាអើយជួយខ្ញុំផង